គម្រោងសំណង់ធំៗជាច្រើននៅក្នុងក្រុងព្រះសីហនុនៅតែបន្តជាប់គាំងដោយពលរដ្ឋនិងម្ចាស់អគារមួយចំនួនអះអាងថាកត្តាសេដ្ឋកិច្ចពិភពលោកនិងការបង្ក្រាបប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតឬស្គាល់ថា online scam ដែលជាហេតុនាំឲ្យមានការចាក់ចេញរបស់ជនជាតិចិនជាច្រើនក្នុងនោះក៏មានអ្នកវិនិយោគលើគម្រោងសំណង់អគារមួយចំនួនដែរកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ2010ក្រុងនេះបានទទួលការវិនិយោគពីជនជាតិចិនយ៉ាងច្រើនដែលធ្វើឲ្យមានការសាងសង់អគារខ្ពស់ៗយ៉ាងឆាប់រហ័សទូទាំងទីក្រុងប៉ុន្តែការរីកចម្រើននោះក៏ភ្ជាប់មកជាមួយបញ្ហាផងដែរដូចជាការលូតលាស់នៃល្បែងស៊ីសងនិងបណ្ដាញឆបោកតាមអ៊ីនធឺណិតក្រោយមកក្នុងអំឡុងពេល COVID-19 វិស័យសំណង់បានធ្លាក់ចុះខ្លាំងដោយវិនិយោគិនបរទេសជាច្រើនបានចាកចេញនិងទុកឲ្យគម្រោងរាប់ពាន់នៅមិនទាន់បញ្ចប់បច្ចុប្បន្ននៅទូទាំងក្រុងមានអគារជាច្រើននៅសល់តែក្រុងអគារសំណង់ផ្សេងមិនបានបន្តសាងសង់ម្ចាស់ដីខ្លះកំពុងសហការជាមួយអាជ្ញាធរដើម្បីបញ្ចប់កិច្ចសន្យាចាស់ៗនិងស្វែងរកវិនិយោគិនថ្មីទោះជាយ៉ាងណាការស្ដារឡើងវិញនៅតែយឺតម្ចាស់ដីនិងប្រជាពលរដ្ឋខ្លះនិយាយថាវិនិយោគិនថ្មីនៅតិចដោយសារសេដ្ឋកិច្ចពិភពលោកមិនទៀងទាត់និងការចាក់ចេញរបស់វិនិយោគិនចិនបន្ថែមបន្ទាប់ពីការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតម្ចាស់ដីម្នាក់បាននិយាយថាពេលនេះភាគច្រើនវិនិយោគិនបានចាក់ចេញហើយអ្នកថ្មីមកមានតិចតួចណាស់គ្រួសាររបស់ម្ចាស់ដីធ្លីនេះធ្លាប់គិតថានឹងបន្តសាងសង់ដោយខ្លួនឯងប៉ុន្តែខ្វះថវិកាក្នុងការសាងសង់ប៉ុន្តែកម្ពុជាសង្កេតឃើញថាអគារដែលមិនទាន់បញ្ចប់មួយចំនួនត្រូវបានប្រើប្រាស់បណ្ដោះអាសន្នដោយអ្នកលក់ដូរនិងកម្មករមួយចំនួនរស់នៅជាបណ្ដោះអាសន្ននៅជាន់ខាងក្រោមជាន់ផ្ទាល់ដីស្របពេលដែលជាន់នៅផ្នែកខាងលើនៅតែទំនេរចោលតាក់ទងទៅនឹងបញ្ហានេះនៅឆ្នាំ2024រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយលើកទឹកចិត្តវិនិយោគដើម្បីជួយស្ដារវិស័យនេះឡើងវិញនិងទាក់ទាញវិនិយោគិនថ្មីហើយក៏បន្តរហូតដល់ឆ្នាំ2027លោកហ៊ានសាហិបប្រធានក្រុមការងារជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុឲ្យដឹងថាក៏ត្រឹមខែកុម្ភៈឆ្នាំ2024គោលនយោបាយនេះត្រូវបានអនុម័តសម្រាប់គម្រោងចំនួន467នៅក្នុងខេត្តដែលមានតម្លៃ $8.18 ពាន់លានអាមេរិកក្នុងនោះមាន209គម្រោងពាក់ព័ន្ធនឹងសំណង់មិនទាន់បញ្ចប់ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើប្រាក់វិនិយោគប៉ុន្មានត្រូវបានប្រើប្រាស់ដើម្បីបញ្ចប់គម្រោងតែចប់គាំងទាំងនេះប៉ុន្តែអ្នកជំនាញអចលនទ្រព្យនិយាយថាលទ្ធផលនៅមានកម្រិតដោយសារគុណភាពសំណង់មួយចំនួនមិនល្អការធ្លាក់ចុះវិស័យអចលនទ្រព្យនៅចិននិងការខ្វះទំនុកចិត្តពីវិនិយោគិនលោកជាគឹមសៀអ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវនិងប្រឹក្សានៅក្រុមហ៊ុន Advantage Proper Service ថាអគារចាស់ជាច្រើនពិបាកបន្តសាងសង់ឡើងវិញព្រោះត្រូវចំណាយខ្ពស់ក្នុងពេលជាមួយគ្នាការបង្ក្រាបទីតាំងឆបោកនិងកាស៊ីណូខុសច្បាប់ធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋានប្រែប្រួលដោយប្រជាពលរដ្ឋមួយចំនួនទទួលផលប្រយោជន៍ដោយប្រយោលតាមរយៈការងារផ្សេងៗនិងការជួលអគារកម្មករសំណង់ខ្លះនិយាយថាការងារកាន់តែពិបាករកព្រោះគម្រោងសាងសង់ថយចុះទោះជាយ៉ាងណាគម្រោងធំមួយចំនួននៅតែបន្តដូចជាគម្រោងរមណីយដ្ឋាននិងអគារពាណិជ្ជកម្មធំប៉ុន្តែត្រូវការពេលយូរដើម្បីបញ្ចប់កត្តាទាំងនេះធ្វើឲ្យគេមើលឃើញថាគម្រោងសំណង់អគារជាច្រើននៅតែស្ថិតក្រោមស្ថានភាពមិនច្បាស់លាស់ដោយទាមទារឲ្យរដ្ឋាភិបាលរៀបចំគោលនយោបាយក៏ដូចជាផែនការរយៈពេលវែងបន្ថែមទៀតក្នុងការធានាថាក្រុងមួយនេះនឹងនៅតែជាសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា